អូខេឥឡូវយើងទៅមើលភាពខុសគ្នារវាងកាលពីនៅក្នុងភាសាអង់គ្លេសគឺ present simple និង present continuous យើងមានឧទាហរណ៍ពីរឧទាហរណ៍ទី1 I work every day but right now I'm not working ខ្ញុំធ្វើការជារៀងរាល់ថ្ងៃប៉ុន្តែឥឡូវនេះខ្ញុំអត់ធ្វើការទេប្រយោគទី2 I am working every day but right now I don't work ខ្ញុំធ្វើការជារៀងរាល់ថ្ងៃប៉ុន្តែឥឡូវនេះខ្ញុំអត់ធ្វើការទេបើយើងបកប្រែខ្មែរប្រយោគទាំងពីរនេះគឺដូចគ្នាប៉ុន្តែនៅក្នុងភាសាអង់គ្លេសមានមួយខុសមួយត្រូវអញ្ចឹងប្រយោគដែលត្រូវគឺប្រយោគទី1ហេតុអីបានប្រយោគទី1ត្រូវដែលយើងដឹងថាប្រយោគទាំងពីរគឺប្រើនៅក្នុងកាលចំនួន2 present simple និង present continuous present simple ជាការមួយដែលគេប្រើសម្រាប់សកម្មភាពណាដែលជាទម្លាប់យើងហៅថា habitual actions ចំណែកឯ present continuous ជាការមួយដែលគេប្រើសម្រាប់សកម្មភាពណាដែលកំពុងកើតឡើងឥឡូវ actions happening now ឧទាហរណ៍ដើម្បីឲ្យងាយស្រួលយល់ She studies at night នាងសិក្សាជារៀងរាល់យប់ She is studying right now ឥឡូវនេះនាងកំពុងសិក្សា They work in an office ពួកគេធ្វើការនៅក្នុង office They are working at the moment នៅក្នុងពេលនេះពួកគេកំពុងធ្វើការ He reads every evening គាត់អានជារៀងរាល់ល្ងាចHe is reading in the library គាត់កំពុងអាននៅក្នុងបណ្ណាល័យឥឡូវនេះយើងបកទៅមើលប្រយោគទាំងពីរខាងលើយើងវិញយើងមើលប្រយោគទី1យើងឃើញពី every day អញ្ចឹងយើងនឹកឃើញទៅដល់សកម្មភាពដែលជាទម្លាប់ habitual action ដូច្នេះយើងប្រើ present simple I work every day មិនមែន I am working every day ទេប្រយោគទី2យើងឃើញពាក្យ right now ដូច្នេះគឺជាសកម្មភាពដែលកើតឡើងឥឡូវactions happening now អញ្ចឹងយើងប្រើ I am not working មិនមែន I don't work ទេ